ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបនាងខ្ញុំទៀតហើយថ្ងៃនេះមកបែបម្ហូបខ្មែររបស់យើងធ្វើសម្លម្ជូរផលិតហើយនេះជាគ្រឿងផ្សំដែលយើងធ្វើសម្លម្ជូរផលិតមានរំចង់ម្អមហើយនិងកូនត្រីអំពិលទុំប្រហុកម្ទេសស្ករសអំបិលប៊ីចេងគ្រឿងផ្សំដែលខ្ញុំរៀបរាប់មិញហ្នឹងសម្រាប់ធ្វើសម្លម្ជូរផលិតហើយឥឡូវនេះគឺខ្ញុំបានដាក់ទឹកដាំខ្ញុំដាំទឹកឲ្យពុះសិនអ្នកទាំងអស់គ្នាឥឡូវនេះគឺថាទឹករបស់ខ្ញុំគឺខ្ញុំបានដាំពុះហើយបន្ទាប់មកទៀតហ្នឹងគឺខ្ញុំធ្វើការជ្រុំប្រហុកបន្ទាប់ពីខ្ញុំជ្រុំប្រហុករួចហើយក៏ធ្វើការដាក់អំពិលទុំចូលទៅអ្នកទាំងគ្នាបន្ទាប់ពីយើងដាក់អំពិលទុំរួចហើយយើងក៏ធ្វើការបង់ស្ករអំបិលប៊ីចេងឲ្យត្មងទៅបន្ទាប់ពីយើងធ្វើការបង់គ្រឿងនឹងហើយគឺខ្ញុំធ្វើការដាក់កូនត្រីយើងចូលហើយក៏ធ្វើការក្រោកវាទុកកូនត្រីនឹងឆ្អិនសិនចាំយើងដាក់បន្លែចូលតាមក្រោយពពុះសដែលលើទឹកហ្នឹងគឺយើងដងចេញទៅអ្នកនរគ្នាបន្ទាប់មកខ្ញុំក៏ធ្វើការដាក់បន្លែយើងចូលទៅហើយម្អមយើងហ្នឹងហើយគ្របទុករហូតតតែបន្លែយើងឆ្អិនគឺប៉ុណ្ណឹងហើយអ្នកនរគ្នាឥឡូវនេះគឺថាម្ជូរផលិតរបស់ខ្ញុំនេះគឺបានឆ្អិនរួចហើយបើឆ្នាំងមកគឺថាឈ្ងុយម្អមខ្លាំងមែនតើហ្នឹងហើយអ្នកនរគ្នាវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងបាយបាយជួបខ្ញុំនៅពេលក្រោយទៀតបើសិនជាចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចចុចបេះដូងអ្នកមួយផងណាបាយបាយ